តើអ្នក cancel 8រក្សាបោសុតហ្នឹងប៉ុន្តែគាត់អត់ទៅវត្តទេគាត់បានសុំសិលនៅផ្ទះគាត់ខ្ញុំករណាសូមសួរថាគាត់បានទទួលសិលដែរឬទេបើទទួលបានតើទទួលដោយរបៀបណាឆ្លើយខ្លីមិនឆ្លើយវែងទេថាបានហើយបានដោយរបៀបណាបានដោយការតាំងចិត្តវាចារាល់សិក្ខាបទដែលមានចែងហ្នឹងណានឹងចម្លើយប៉ុណ្ណឹងចប់ប៉ុន្តែចង់បន្តបន្តិចទៅវាពាក់ព័ន្ធជាមួយនឹងទៅវត្តឬក៏មិនទៅហេតុអីបានជាយើងទៅវត្តសូម្បីតែភិក្ខុសង្ឃហ្នឹងក៏មានការជួបជុំរាល់ថ្ងៃឧបោសថដែរជាធម្មតាការងារទូទៅតែងតែមានការជួបជុំការងារដឹកនាំប្រទេសក៏ដោយការងារអង្គការក៏ដោយការងារសាសនាក៏ដោយគឺត្រូវតែមានថ្ងៃជួបជុំដើម្បីប្រមូលរបាយការណ៍ដើម្បីដឹងនៅស្ថានភាពនៃកិច្ចការងារហ្នឹងគ្រប់ការងារទាំងអស់ប្រសិនបើមិនមានការជួបជុំទេនឹងមិនដើរទៅមុខបានទេការងារក្រុមហ៊ុនអីក៏ដោយត្រូវតែមានការវិភាគកាលបរិច្ឆេទនៃការជួបប្រជុំគ្នាអង្គការផ្សេងក៏គេមានការធ្វើសិក្ខាសាលាជាដើមជាធម្មតាអញ្ចឹងរីឯពុទ្ធបរិស័ទវិញក៏ដូចគ្នាប្រសិនបើយើងមិនមានថ្ងៃកំណត់ពិសេសដើម្បីជួបជុំទេយើងក៏មិនដឹងថាត្រូវជួបជុំគ្នានៅកន្លែងណាអញ្ចឹងដែលយើងហៅថាថ្ងៃឧបោសថសិលនេះជាថ្ងៃជួបជុំពុទ្ធបរិស័ទមានការងារច្រើនលើសអំពីការសមាទានសិលក៏ប៉ុន្តែយើងដាក់ថាជាថ្ងៃទៅរក្សាឧបោសថប៉ុន្តែតាមពិតនោះសិលមិនមែននៅវត្តទេសិលក៏មិនមែននៅផ្ទះដែរសិលនៅក្នុងចិត្តដោយការដែលព្រះអង្គសម្ដែងជាមួយនឹងភិក្ខុទាំងឡាយថាចេតនាហੰភឹកវេសីលੰវទាមិមនាលភិក្ខុទាំងឡាយតថាគតហៅចេតនាជាតួសិលអញ្ចឹងចេតនាវានៅក្នុងចិត្តរបស់យើងនេះឯងមិនមែននៅក្នុងសិភៅមិនមែននៅក្នុងគម្ពីរមិនមែននៅក្នុងវត្តឬក៏នៅត្រង់ណានីមួយនោះទេក៏ប៉ុន្តែសិលដែលជាចេតនាហ្នឹងវាត្រូវការបច្ច័យឧបត្ថម្ភផ្សេងបើកាលណាយើងបានចម្លើយឲ្យថាសិលមិនមែននៅវត្តទេវានៅចិត្តវាមិនជាបញ្ហាអីទេណាពីព្រោះវិរតិហ្នឹងវាមានទី1ហៅថាសមាទានវិរតិសមាទានវិរតិហ្នឹងគឺជាការរក្សាហាត់ពុតចិត្តនឹងតាមការសមាទានយកអំពីអ្នកដទៃដូចជាការដែលយើងទៅសមាទានអំពីព្រះសង្ឃអញ្ចឹងហ្នឹងហៅថាសមាទានវិរតិមួយទៀតសម្បត្តិវិរតិសម្បត្តិវិរតិនេះគឺថាអាចកើតគ្រប់គ្នាគ្រប់សាសគ្រប់ជាតិទាំងអស់មិនចំពោះតែអ្នកកាន់ពុទ្ធសាសនាទេអ្នកកាន់ពុទ្ធសាសនាយើងមានសមាទានវិរតិការសមាទានបន្តគ្នាការបង្ហាត់បង្រៀនសិក្ខាបទនឹងបន្តគ្នាក៏ប៉ុន្តែចំពោះសម្បត្តិវិរតិគឺអាចកើតនៅក្នុងសកលសត្វដោយទៅសំបីតែសត្វអេរិឆានក៏កើតដែរគឺសំដៅទៅដល់ការវាសុទ្ធតែម្ដងតែហៅដូចជាមនុស្សអត់ដែលរក្សាសិលសមាទានសិលពីអ្នកណាទេប៉ុន្តែឃើញសត្វដែលត្រីវាលោតមកលើគោកចឹងទៅតាមធម្មតានោះយកទៅអាំងហើយប៉ុន្តែក៏កើតចិត្តអាណិតឡើងក៏ចាប់ទៅប្រឡែងទៅឃើញពស់វាកាត់ថ្នល់ចឹងទៅអត់ចង់បើកឡានហ្នឹងទៅកិនវាឲ្យស្លាប់ទេទីហោអញ្ចឹងណាអាហ្នឹងហៅថាសម្បត្តិវិរតិគឺអាចកើតគ្រប់គ្នាទាំងអស់គឺចេតនាវាចាហើយបើជាវាចាហ្នឹងមកពីមានមេត្តានៅក្នុងហ្នឹងអញ្ចឹងបានសិលហ្នឹងវាមានធម៌ហ្នឹងជាលំអរបស់សិលកាលណាវាចាបានមិនមែនដោយការខ្លាចអីទេគឺថាដោយសារមេត្តាធម៌ហ្នឹងវាកើតក៏វាចាទៅអានេះគឺថាមានគ្រប់សាសគ្រប់ជាតិទាំងអស់អាចមានទ្រព្យសម្បត្តិអ្នកដទៃចឹងមិនមែនថាទល់តែអ្នករក្សាសិលសមាទានសិលទៅអាចមានចេតនាហ្នឹងមិនមែនទេអ្នកមិនទៅសមាទានហ្នឹងក៏អាចមានចេតនាហ្នឹងដែរដោយចេះគិតវែងឆ្ងាយវាចានៅការមិនលួចហ្នឹងចេះធ្វើខ្លួនឯងជាឧបមាអូបើអញបាត់របស់ក៏សោកស្ដាយជឿគេបាត់មិនដឹងទៅស្ដាយមិនទៅណោះអញ្ចឹងទៅក៏មិនលួចរបស់គេមិនយករបស់គេទោះបីជារបស់ហ្នឹងបើយកក៏បានដែរប៉ុន្តែមិនយកមិនចង់ធ្វើអញ្ចឹងចេតនាហ្នឹងវាកើតភ្លាមអរសម្បត្តិហ្នឹងគឺថាដល់ភ្លាមតែម្ដងប្រពន្ធកូនគេអីក៏អញ្ចឹងពាក្យកុហកអីក៏អញ្ចឹងបើគិតតែកុហកបោកប្រាស់ក៏បានដែរប៉ុន្តែដូចគិតថាវាជាពាក្យមិនល្អមិនធ្វើសិលហ្នឹងគឺកើតគ្រប់កន្លែងហើយគ្រប់សាសអ្នកកាន់សាសនាអីក៏កើតដែរសិលរបៀបហ្នឹងប៉ុន្តែកំណត់អញ្ចឹងវាមិនងាយកើតហើយវាអត់មានជារបៀបទៅព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងយកចេតនាមួយដែលសំខាន់ហ្នឹងមកជារបៀបជាមេរៀនតែពិតអចេតនាអញ្ចឹងវាមានហើយមានស្រាប់ហើយប៉ុន្តែព្រះអង្គរៀបជាមេរៀនដើម្បីឲ្យដឹងថាតើប៉ុន្មានទើបសមទៅជាមូលដ្ឋានគ្រឹះដែលចំតួថាជាអ្នកមានសិលហ្នឹងគឺថាយ៉ាងហោចមានបញ្ចសិលហ្នឹងណាលែងប៉ះពាល់សង្គមតែប៉ុណ្ណឹងមានការមិនសម្លាប់មានការមិនលួចមានការមិនប្រព្រឹត្តខុសក្នុងគោលប្រពន្ធអ្នកដទៃមិនកុហកបោកប្រាស់មិនសេពសារាជាដើមនេះប៉ុណ្ណឹងនឹងជា basic ខាងដើមបំផុតហ្នឹងគឺថាព្រះអង្គសរុបមកអញ្ចឹងវាងាយស្រួល
វាងាយស្រួលជាងយើងមិនបានស្ដាប់ជាងយើងមិនបានឮថាចេតនាសិលហ្នឹងមានចំណុចប្រមាណដែលវាសំថាជាអ្នកមាននិច្ចសិលហ្នឹងបើដូចថាអញ្ចឹងវាអាចកើតមានទោះបីជាមិនដែលឮឈ្មោះថាសិលពីព្រោះសិលជាចេតនាហ្នឹងវាមិនបាច់ចាំហៅអញ្ចឹងក៏បានដែរប៉ុន្តែចិត្តហ្នឹងវាអាចកើតគ្រប់មនុស្សគ្រប់សត្វទាំងអស់ហើយបន្ថែមឧបោសថសិលនោះអាហ្នឹងទល់តែព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងអាហ្នឹងទៅព្រះអង្គសម្ដែងបន្ថែមធម្មតាបើពុទ្ធអត់ត្រាស់មិនមានអ្នកណាគិតទៅលះបង់ចឹងងាយឃើញនោះទេវាអាចមានមួយប៉ុន្តែមិនងាយសោះឡើយតែបើនិច្ចសិលដែលរៀបរាប់បាញ់មិញហ្នឹងពុទ្ធអត់ត្រាស់ក៏គេរក្សាចឹងដែរច្បាប់ធម្មតាក៏គេដាក់ដែរសំណួរសួរតែបន្តិចមកឆ្លើយតែ2ម៉ាត់ក៏វាចប់ហើយគាត់ថាចង់បញ្យល់បន្តិចទៅថាអ្នកសួរថាមិនបាច់ទៅវត្តសារនៅផ្ទះបានអត់ចម្លើយបានហើយបានដោយវិធីណាដោយការតាំងចិត្តវាតែប៉ុណ្ណឹងប៉ុន្តែដូចថាអញ្ចឹងយើងមានកន្លែងជួបជុំនៅវត្តអារាមហ្នឹងហើយបើទៅជួបជុំខុសពីហ្នឹងមានពីណានិយាយពីរឿងធម៌អារឿងសិលរឿងបុណ្យរឿងទានហ្នឹងទៅជួបជុំផ្សារមើលមានពីណាដូចនិយាយសិល5មិនហ្នឹងទៅជួបជុំគ្នានៅការ៉ាអូខេវានិយាយរឿងផ្សេងអញ្ចឹងវាត្រូវតែមានកន្លែងជួបជុំការទៅវត្តហ្នឹងវាមិនខាតទេបើសិនបើយើងរៀបចំឲ្យត្រូវសិលហ្នឹងនឹងអាចល្អទៅបានហ្នឹងត្រូវការចំណីអាហាររបស់វាអាហាររបស់សិលហ្នឹងគឺការស្ដាប់ធម៌ហើយការសិក្សាឲ្យច្បាស់អំពីចេតនារបស់សិលហ្នឹងហើយនឹងអង្គនៃសិក្ខាបទហ្នឹងឲ្យច្បាស់កាលណាយើងច្បាស់ទៅបរិសាទៅវាមិនដាច់វាមិនខូចមិនខាតអញ្ចឹងការទៅវត្តហ្នឹងគឺថាទៅឲ្យចំណីដោយការស្ដាប់ធម៌ដោយការពិចារណាធម៌អីសពគ្រប់ហ្នឹងបានមេរៀនបន្ថែមរហូតដល់ដូចជាយើងខ្វៀលគោអញ្ចឹងយើងមិនមែនគិតថាគោហ្នឹងទៅស្គាល់ថាគោហ្នឹងទុកតាណាថាទុកតាណាក៏បានថាយើងទុកតែប៉ុន្តែបើយើងស្គាល់ដឹងកន្លែងគោដេកហ្នឹងត្រូវដេកយ៉ាងម៉េចអ្វីដែលជាចំណីរបស់គោពេលយកប្រលប់ត្រូវបំពុះភ្នក់ភ្លើងឬក៏ដាក់មុងវាអីយ៉ាងម៉េចវាត្រូវដឹងច្បាស់ទេវាមិនមែនធ្វើស្គាល់ថាពាក្យថាគោមួយម៉ាត់ទេវាទល់តែស្គាល់តួគោហ្នឹងច្បាស់បើស្គាល់គោមិនច្បាស់ទេគេថាទៅដឹកគោមកច្រឡំទៅដឹកជ្រូកអីទៅដូចយើងរក្សាសិលថាសិលនៅណាក៏បានជារក្សាទៅអត់ដឹងសិលនឹងមិនផងអញ្ចឹងការចំណេញទៅវត្តហ្នឹងគឺមានច្រើនយ៉ាងទៅហ្នឹងគឺថាទៅស្ដាប់អំពីរឿងសិលហ្នឹងឲ្យច្បាស់យ៉ាងបានជានៅក្នុងមង្គលមួយក្នុងបណ្ដាមង្គល38ហ្នឹងថាការលេនធម្មសាកច្ឆាការសន្តានានុធោទៅវិញទៅមកតាមកាលហ្នឹងគឺជាមង្គលដ៏ឧត្តមគឺថ្ងៃសិលហ្នឹងតែហ្មងហ្នឹងហើយគឺយើងអាចសម្ដែងអាចសាកសួរសន្តានាគ្នាអំពីកិច្ចបដិបត្តិយ៉ាងណាអាហ្នឹងគឺថ្ងៃសិលហ្នឹងគឺជាថ្ងៃល្អប្រពៃណាស់ហើយក្រៅពីហ្នឹងគឺយើងបានដឹងសុខទុក្ខប្រសង់យកចង្ហាន់ប្រគេនប្រសង់អីចឹងទៅហើយបើម្នាក់គិតថាសិលនឹងសារនៅតែផ្ទះក៏បានដែរជប់ទៅវត្តអស់អាហ្នឹងមិនដឹងទេបាននិយាយជាសង្គមទូទៅថាសង្គមអីក៏គេត្រូវការជួបជុំគ្នាដែរប៉ុន្តែជួបជុំយ៉ាងម៉េចឲ្យវាបានប្រយោជន៍តែបើយើងជួបជុំអត់បានប្រយោជន៍ទេអាជួបជុំហ្នឹងទៅជាខាតទៅវិញតែយើងទៅវត្តអញ្ចឹងយើងគ្រាន់តែទៅដល់សុំសិលមកវិញប្រយោជន៍វានៅបានយកចង្ហាន់ប្រគេនប្រសង់ទេប៉ុន្តែវាតិចប្រយោជន៍ហ្នឹងវាតិចឲ្យវាសមទៅនឹងការទៅជួបជុំហ្នឹងគឺថាទៅឲ្យបានចេះដឹងបន្ថែមរហូតដូចទៅអាប់ដេតសិលយើងថាអញ្ចឹងចុះទៅអាប់ដេតសិលយើងហ្នឹងដោយសារការបានចំណេះចេះដឹងថ្មីអញ្ចឹងបានជាគ្រប់វត្តអារាមហ្នឹងត្រូវបង្កើតកម្មវិធីសម្ដែងពធរហូតតែមានការសន្ទនាសាកសួរសាកឆាគ្នាអញ្ចឹងទៅនឹងសំដូចជាពាក្យចម្រៀងខ្មែរយើងថាម៉េចចូលវត្តអារាមឬតែសូរសាបធរនោះហើយជាកន្លែងដែលអាចធ្វើប្រយោជន៍ដល់សង្គមច្រើនទៀតដូចជាអាត្មាទៅបរទេសអីអញ្ចឹងធ្វើបុណ្យផ្កាបុណ្យអីមកជួយជនក្រីក្រឬក៏ធ្វើដងទឹកឬក៏ធ្វើផ្លូវថ្នល់ធ្វើស្ពាននៅស្រុកខ្មែរយើងនេះណាកសាងសាលាពុទ្ធិកៈឬក៏សាលារៀនក្មេងអីហ្នឹងកន្លែងធ្វើបុណ្យគឺវត្តហ្នឹងហើយកន្លែងជួបជុំនៅវត្តហ្នឹងហើយបើយើងអត់ទៅជួបជុំគ្នានៅហ្នឹងទេងាយដែរណាវាអត់ងាយទៅជួបតាណាទៅដើរហៅណាវាជាកន្លែងដែលងាយយើងស្គាល់គ្នាក្នុងសហគមន៍នៃពុទ្ធបរិស័ទហ្នឹងអញ្ចឹងកុំធុញការទៅវត្តអីបងឲ្យតែមានពេលវេលាហ្នឹងយើងទៅប៉ុន្តែទៅក្នុងលក្ខណៈអញ្ចឹងហើយសំណួរច្រើនទៀតខ្លះនឹងឲ្យប្រៀបធៀបថាធ្វើបុណ្យជាមួយម៉ែឪនឹងធ្វើបុណ្យនៅវត្តណាមានបុណ្យច្រើនជាងអាត្មាថាដល់ពេលដែលយើងយល់បុណ្យពិតប្រាកដទៅយើងលែងគិតថាចង់ដឹងអាណាច្រើនជាងគឺថាឲ្យតែសេចក្តីល្អចិត្តទៅធ្វើទៅនៅឯណាក៏ដូចឯណាដូចយើងរលុយយើងចង់ដឹងថាធ្វើស្រែហើយនឹងដាំពោតអាណាបានលុយច្រើនជាងថាទោះបីណាច្រើនជាងក៏ដោយបើធ្វើបានទាំងពីរចិត្តទៅធ្វើទៅណាវាលេងតែយើងរត់វាមិនរួចអាហ្នឹងធ្វើម៉េចតាមដំណើរទៅដូចយើងជាប់ឪពុកម្ដាយចាស់អញ្ចឹងយើងទៅចោលមិនរួចហ្នឹងមើលគាត់ទៅវាអត់ជាបញ្ហាអីសោះហ្មងវាអត់ចាំមកប្រៀបធៀបទៅធ្វើបុណ្យនៅវត្តហើយធ្វើបុណ្យនៅអ្នកក្រឬក៏អ្នកមានសិលឬក៏ឯណាមានបុណ្យច្រើនជាងអីហ្នឹងវាជាសំណួរដែលលេងចង់សួរដោយសារអីដោយយល់ថាឲ្យតែសេចក្តីល្អស្អីក៏ដោយឲ្យតែសេចក្តីល្អត្រូវតែធ្វើវាមិនបាច់ថាណាបានច្រើនបានអញធ្វើមែនដូចគ្នានឹងយើងលក់របស់អញ្ចឹងណាបានថ្លៃក៏លក់ទៅណាបានថោកក៏លក់ដែរទៅយើងមានចាំបាច់បោះចោលរបស់ថោកធ្វើអីឲ្យទៅសន្សំមកបង្គ្រប់នៅចំនួនទឹកប្រាក់របស់យើងកាន់តែច្រើនឡើង1លានខ្វះតែ100ក៏មិនបានដែរហើយសរុបសំណួរចុងក្រោយថាបើក្នុងករណីដូចថាយើងទៅវាមិនបាន
យើងរវល់ពេកការងារហ្នឹងមិនបង្ខំចិត្តថាឲ្យទៅ cancel ត្រូវទៅមែនទេមិនអញ្ចឹងទេប៉ុន្តែក្នុងករណីដែលយើងអាចទៅបានគួរតែទៅអញ្ចឹងណាតែបើយើងវារវល់ការងារវាជាប់ទៅមិនបានយើងអាចរក្សាដោយតាំងចិត្តនឹកឃើញថ្ងៃហ្នឹងជាថ្ងៃឧបោសថអញ្ចឹងតាំងចិត្តអធិដ្ឋានឬព្រលឹមឡើងហ្នឹងគឺថាទទួលសិលដោយការតាំងចិត្តឬក៏យើងស្ដាប់តាមវិទ្យុអីចឹងកំណត់តាមអញ្ចឹងទៅមិនជាបញ្ហាអីទេដោយអ្នករៀនធម៌នៅបរទេសភាគច្រើនលើរៀនអភិធម្មរៀនអីហ្នឹងភាគច្រើនមានបានមករៀនជាមួយអាត្មាឯណាអត់ផងក៏រៀនទៅតាមកាសែតរៀនទៅតាម MP3 ហ្នឹងដូចជាញាតិញោមនៅប្រទេសកាណាដាអាមេរិកកាំងអីហ្នឹងគឺការគាត់លក់ដូរគាត់ដាក់មញេនៅនឹងចិត្តខ្លួនហ្នឹងគាត់លក់បដាពេលភ្ញៀវមកគាត់បិទសិនទៅគាត់ដាក់សភៅសរសេរបដាអញ្ចឹងទៅវាឆ្លៀតធ្វើអញ្ចឹងមិនបានធ្វើអញ្ចឹងទៅវាអត់ពេលធ្វើមិនឲ្យគាត់មកអង្គុយស្ដាប់មិនវាអត់ណាអត់ពេលមិនឆ្លៀតអញ្ចឹងញាតិញោមនៅអាមេរិកនៅអីពិសេសញាតិញោមនៅយ៉ាងក្មេងៗគាត់ស្ដាប់តាមឡានច្រើនឥឡូវគាត់ថាពីមុនស្ទះចរាចរណ៍អីនោះថាវាតឹងទ្រូងដល់ឥឡូវបានស្ទះចរាចរណ៍ចាក់ធោស្ដាប់ញ៉េតាមឡានមានខាតអីញាតិញោមដែលជួបថ្មហ្នឹងគាត់ចេះនិយាយប្រាប់ថាសាលាធោគាត់សាលាក្នុងឡានហើយបើកឡាន1ម៉ោងអីមិនទៅដល់កន្លែងធ្វើការអញ្ចឹងចាក់ MP3 ស្ដាប់មុំទៅមកវិញមុំទៅដល់ចប់ហ្នឹងហើយដូចថ្មរៀបរាប់អញ្ចឹងថាអ្វីវាត្រូវមានការជួបជុំសហគមន៍យើងណាដឹងសុខទុក្ខគ្នាអាចសង្គ្រោះគ្នាអាចរួបរวมគ្នាជួយទៅកន្លែងណាខ្វះខាតអីហ្នឹងធ្វើបន់ផ្កានៅបរទេសហ្នឹងគឺបានវត្តហ្នឹងហើយបើថាអត់មានវត្តទេយើងមិនដឹងជួបគ្នាតាណាទេអញ្ចឹងការជួបជុំគ្នាគឺជារឿងល្អបើអាចទៅបានប៉ុន្តែក្នុងករណីដែលទៅមិនបានអាហ្នឹងវាជារឿងមួយផ្សេងយើងធ្វើអ្វីកំដរទៅដូចស្ទះចរាចរណ៍អីចឹងតាមឡានតាមអីហ្នឹងញាតិញោមខ្លះគាត់ថាកាលមុនវាកើត stress វាកើតធុញថប់ធ្វើការអស់ថ្ងៃអស់កម្លាំងមួយថ្ងៃហើយហ្នឹងវាធុញដល់ទៅផ្ទះវាមិនងាយដល់ទេវាធុញដល់ឡូអាឡាដាក់គេដាក់ឯងទៀតណាដល់បានស្ដាប់ធัวទៅជាក់លហឹមស្ទះចរាចរណ៍ស្ទះទៅស្ដាប់ធัวឃើញអត់នឹងអញ្ចឹងអត់មានខាតអីទេគាត់ថាសាលាធัวគាត់ក្នុងឡានដល់ពេលណាគាត់មានពេលវេលាទៅនេះគាត់មកវត្តទៀតមកនឹងបានទទួលធម្មទានថ្មីឬក៏បានដឹងដំណឹងបានស្ដាប់ធัวជួបបរិស័ទទីសប្បាយអ្នកមានធัวអាដូចគ្នាហ្នឹងវាចិត្តកើតចិត្តកុសលហ្នឹងតទៅទៀតអញ្ចឹងទៅ